តាមមានអ្វីកើតឡើងចំពោះរាងកាយរបស់អ្នកនៅពេលអ្នកគេមិនគ្រប់គ្រាន់ការគេមិនលក់វាមិនមែនជារឿងធម្មតាទេលោកសញ្ញានេះច្រើនជាងទ្វេដងហានិភ័យនៃការវិវត្តទៅជាជំងឺវង្វេងដើម្បីស្វែងយល់ពីរឿងមិនល្អដែលការគេមិនលក់អាចនាំឲ្យកើតមានបញ្ហាប្រឈមនិងហានិភ័យពីការគេមិនលក់1ប្រព័ន្ធភាពសំចុះខ្សោយ2មងុយគេង3មហារីក4បញ្ហាគ្រប់គ្រងអារម្មណ៍5ការឡើងទម្ងន់6ភាពចាស់មុនអាយុ7ភាពឯកា8ឈឺក្បាល9កាត់ហបរំ10បញ្ហានៃគេង11សម្ពាធឈាមខ្ពស់12ឆាប់ខឹម13ការលៀក14ការបាត់បង់ការចងចាំឬចុះខ្សោយ15ជំងឺបេះដូង16បញ្ហាចក្ខុវិស័យឬបញ្ហានៃការមើល17បញ្ហាក្រពះពោះវៀន18ជំងឺទឹកនោមផ្អែម19ជំងឺដាច់សរសៃឈាមខួរក្បាលភេទការស្លាប់អានដោយសំ